បាទឃើញថាមួយទៀតនេះឃើញថាបងប្អូនយើងមានការវិញ្ញាជាច្រើនទៅលើការសួរសំណួរគ្នាថាតើការយក admin page របស់យើងទៅ share វីដេអូផ្សេងឬក៏យក page របស់យើងទៅ share វីដេអូរបស់គេតើវាខុសជាមួយនឹងគោលការណ៍ Facebook ឬក៏យ៉ាងម៉េចដែរតោះថ្ងៃនេះគឺខ្ញុំនឹងចែករំលែកអំពីបទពិសោធន៍របស់ខ្ញុំផងដែរបាទគឺចំពោះបងប្អូនមិនថាដៃចាស់ឬក៏ដៃថ្មីបងប្អូនគឺបាទគឺការយក admin page ឬក៏យក page ដែលយើងបង្ហោះដើម្បីរលួយជាមួយ Facebook បើយើងយកទៅ share នឹងវីដេអូគេគឺវាខុសគោលការណ៍បងប្អូនសារបើសិនជាបងប្អូនចង់រលួយជាមួយ Facebook បាទគឺ account Facebook យើងគឺប្រៀបដូចជា post ទូទាស់បងប្អូនគឺប្រៀបដូចជា post ដូចថាសម័យមុនទូទាស់យើងមាន post លេខ5 post My TV នេះមានន័យថាក្នុង post របស់យើងគឺយើងអាចទៅផ្សាយផ្សេងទេផ្សេង post យើងបងប្អូនយល់ថាបងប្អូនជាម្ចាស់ក្រុមហ៊ុននៃទូទាស់ post លេខ5ដូច្នេះគឺបងប្អូនទៅយកអា My TV មក share ហ្នឹងគឺអត់បានទេដើម្បីយើងចូលមកផ្សព្វផ្សាយប៉ុស្តិ៍របស់គេបងប្អូនគឺអត់កើតទេគឺវាខុសជាមួយនឹងគោលការណ៍របស់ Facebook ផងដែរដូច្នេះគឺបងប្អូនអត់ត្រូវយក admin ឬក៏ page ទៅ share វីដេអូគេទេបាទគឺវាខុសជាមួយនឹងគោលការណ៍ Facebook បាទបងប្អូនគឺបងប្អូនគ្រាន់តែចង់រលួយជាមួយ Facebook គឺបងប្អូនផុសទៅបាទយើងផុសអ្វីជារបស់យើងវីដេអូ original របស់យើងដូចខ្ញុំអញ្ចឹងខ្ញុំមាន page ខ្ញុំគឺខ្ញុំផុសទៅវីដេអូរបស់ខ្ញុំបាទខ្ញុំចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនវីដេអូការរកស៊ីរបស់ខ្ញុំចំណេះដឹងរបស់ខ្ញុំដែលខ្ញុំមានគឺខ្ញុំចែករំលែកទៅបងប្អូនបាទគឺខ្ញុំអត់ត្រូវការយកវីដេអូបងប្អូនមកផុសឬយកមក share បន្តទេមានន័យថាវាវល់វែកបងប្អូនមានន័យថា Facebook វាគិតថាយើងវល់វែកមានន័យថាយើងមិនមែនជាម្ចាស់ content creator ផ្ទាល់ខ្លួនបងប្អូនដូច្នេះវាចាប់បាទហើយទី1គឺវាមានផលប៉ះពាល់ច្រើនដែរមិនមែនតែការ share ហ្នឹងវាប៉ះពាល់ទាំងស្រុងទេបងប្អូនអាច share បានខ្លះដូចថាពេលខ្លះ admin របស់យើងបងប្អូន admin page របស់យើងអាច share 1 2ឬក៏យើងផុសមិនថា admin ឬក៏ page ទេបងប្អូនឥឡូវខ្ញុំនិយាយរឿង admin សិនបងប្អូនកុំតិនលូកដល់ page យើងនិយាយមួយឲ្យបងប្អូនវល់ឥឡូវយើងនិយាយពីរឿង admin បាទគឺ admin គឺជាអ្នកគ្រប់គ្រង page បងប្អូនមានន័យថា admin ប្រៀបដូចជាម្ចាស់ហាងបងប្អូនបើសិនជាមនុស្សយើងអ្នករកស៊ីអ្នក business គឺមានន័យថា admin គឺជាម្ចាស់ហាងឬក៏ម្ចាស់ក្រុមហ៊ុនម្នាក់ដូច្នេះអ្នកហ្នឹងវាអាចបង្កើតជា page បងប្អូនបង្កើតជា page 3 4 5មានន័យថាគេអាច8សាខាបាន4 5បាទយល់ទេបងប្អូនមានន័យថា admin គឺម្ចាស់ក្រុមហ៊ុននិយាយចំគឺម្ចាស់ក្រុមហ៊ុនមួយថាម្ចាស់ក្រុមហ៊ុន ABA ចេះបាទគឺ admin មួយនោះគឺជាម្ចាស់ក្រុមហ៊ុនធំនៅក្នុង ABA តែម្ដងប៉ុន្តែ ABA នោះគេអាច8សាខាមានន័យថា page របស់យើងគឺជាសាខារបស់ ABA បាទគឺជាមានសាខាខេត្តសៀមរាបកំពង់ចាមអីនោះគឺបាទគឺប្រភពរបស់ ABA គឺម្ចាស់ក្រុមហ៊ុនតែមួយទេប៉ុន្តែគេ8សាខាបងប្អូនយល់ហើយនិយាយប៉ុណ្ណឹងបងប្អូនអាចយល់ហើយបាទគឺបាទឥឡូវយើងនិយាយទៅត្រឡប់ទៅលិនវាឆ្ងាយបាទឥឡូវគិតតែប៉ុណ្ណឹងបងប្អូនយល់ហើយរឿង admin page បាទមានន័យថា admin page គឺជាអ្នកគ្រប់គ្រង page របស់យើងបងប្អូនគឺយើងអាចឲ្យខុសគោលការណ៍ទេបើសិនជា admin យើងប្រើបានល្អវាខុសជាមួយនឹងគោលការណ៍ Facebook ត្រង់ចំណុចណាគឺវាខូចទាំងអស់បងប្អូនដូចខ្ញុំនិយាយបញ្ជាក់ឧទាហរណ៍រឿង ABA មិញបើសិនជាដូចថាសាខាភ្នំពេញមួយសាខាធំវាមានផលប៉ះពាល់ដូច្នេះគឺអាសាខាសៀមរាបអុយបាត់ដំបងនោះគឺវាខូចឈ្មោះស្អុយទាំងអស់ដូចគ្នាបាទសង្ឃឹមបងប្អូននឹងយល់ចំណុចនេះផងដែរបាទតោះឥឡូវយើងកុំឲ្យវានិយាយទៅវាដែរយើងនិយាយអំពី page ម្ដងបាទបងប្អូនបាទអារឿង page នោះគឺជាសាខារបស់ ABA យើងនិយាយតែឧទាហរណ៍អា page របស់យើងគឺយើងអាច share ដែលខុសគោលការណ៍ដូចគ្នាដែរបងប្អូនបាទគឺវាមានន័យថាពីរហ្នឹងវាទំនាក់ទំនងគ្នាបាទដូចថា ABA ភ្នំពេញខូចក៏អត់បាន ABA សៀមរាបខូចក៏អត់បានដូច្នេះគឺអាពីរហ្នឹងត្រូវតែល្អបាទបើសិនជាមានអាណាខូចគឺវាប៉ះពាល់ទាំងពីរបាទតោះឥឡូវយើងនិយាយទៅសង្ឃឹមថាប៉ុណ្ណេះបងប្អូននឹងអាចយល់បើមិនបងប្អូននឹងយល់ចំណុចណាបងប្អូនអាច comment សួរទៀតបាទថាខ្ញុំមិនមែនជាអ្នកជំនាញទេគ្រាន់តែអ្វីដែលខ្ញុំអាចចែករំលែកបានក៏ខ្ញុំចែករំលែកតែប៉ុណ្្នឹងឯងបាទតោះឥឡូវបើសិនបងប្អូនស្រឡាញ់នឹងពេញចិត្តវីដេអូរបស់ខ្ញុំដែរសូមបងប្អូនកុំភ្លេចចុច like comment និង share ផងបាទ